เอวเมโสตังโสดនេះឈ្មោះមង្គលโสดគឺខ្ញុំឈ្មោះអានន្ទបានស្ដាប់មកហើយយ៉ាងនេះថាអេកាំងសមយ៉ាងភគវាសាវត្ថយ៉ាងវិហរតេចេតវនេអនាថាបណ្ដេកសាអារាមេសម័យមួយព្រះដ៏មានប្រភាកទ្រង់គង់នៅក្នុងវត្តចេតពុនជាអារាមរបស់អនាថបណ្ឌិតសេដ្ឋីទៀបក្រុងសាវត្ថីអថាខោអញ្ញាតារាទេវតាអភិគន្តាយរដ្ឋយាអភិគន្តាវណ្ណាគេវលកបាំងចេតាវណាំងអោភិសេតវាយេនៈភគវេតេនុបសង្កមេឧបសង្កមត្វាភគវន្តាំងអភិវេតេត្វាអេកំមន្តាំងអថាសេលំដាប់នោះឯងទេវតាមួយអង្គការវេលារាត្រីបឋមយាមកន្លងទៅហើយមានរស្មីដ៏ល្មមញ៉ាំងវត្តចេតពុនជុំវិញទាំងអស់ឲ្យភ្លឺស្វាងហើយព្រះដ៏មានប្រភាកទ្រង់គង់ក្នុងទីណាក៏ចូលក្នុងទីនោះលុះចូលទៅដល់ហើយទើបថ្វាយបង្គំព្រះដ៏មានប្រភាកហើយឈរក្នុងទីដ៏សមគួរអេកំមន្តាំងថេតាខោសាទេវតាភគវន្តាំងគាថាយៈអច្ឆភាសេការទេវតានោះឈរក្នុងទីដ៏សមគួរហើយទើបក្រាបទូលព្រះដ៏មានប្រភាកដោយពាក្យគាថាយ៉ាងនេះថាពហុទេវាមនុស្សាចៈមង្គលានីអចិន្តយងអកាង្ខៈមាណាសោតេនាងព្រូហេមង្គលមតតមាំងទេវតានិងមនុស្សទាំងឡាយជាច្រើនប្រាថ្នានៅសិរីសួស្តីបានកិត្តរកនៅមង្គលទាំងឡាយសូមព្រះអង្គទ្រង់មេត្តាសម្ដែងប្រាប់នៅមង្គលដ៏ឧត្តមព្រះដ៏មានប្រភាកសម្ដែងតបពាក្យទេវតានោះដោយពុទ្ធភាសិតជាគាថាយ៉ាងនេះអសេវនាចៈពាលានាងបណ្ឌិតានាងចសេវនាពោជាចពោជនីយានាងអេតំមង្គលមុតតមាំងកិរិយាមិនសែបគប់នៅបុគ្គលពាលទាំងឡាយមួយកិរិយាសែបគប់នៅបុគ្គលជាបណ្ឌិតទាំងឡាយមួយកិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយមួយទាំង3នេះជាមង្គលដ៏ឧត្តមបដិរូបទេសៈវាសោចៈបុពេចៈកតៈបញ្ញត្តាអត្តសម្មាបណៃធីចាអេតំមង្គលមតតមាំងកិរិយានៅក្នុងប្រទេសដ៏សំគួរមួយភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងការមុនមួយកិរិយាតម្កល់ខ្លួនដោយប្រពៃមួយទាំង3នេះជាមង្គលដ៏ឧត្តមពហុសច្ចញ្ចៈសបញ្ចចៈវិនិយោចៈសូសខតោសូភិសត្តាចៈយាវាចាអេតំមង្គលមតតមាំងភាវៈនៃបុគ្គលបានស្ដាប់បានរៀនហើយដោយច្រើនមួយសិលសាគឺសេចក្តីឆ្លៀវឆ្លាតក្នុងហត្ថកម្មរបស់អ្នកបួសនិងក្រហមមួយវិន័យដែលបុគ្គលសិក្សាដោយប្រពៃមួយវាចាដែលបុគ្គលពោលត្រឹមត្រូវមួយទាំង4នេះជាមង្គលដ៏ឧត្តមមេត្តាបេតោឧបថានាងបតតិរសាសង្កហោអនាគលាចៈកំមន្តាអេតំមង្គលមុតតមាំងកិរិយាបំរើនៅមេត្តាមួយកិរិយាបំរើនៅបិតាមួយសេចក្តីសង្គ្រោះដល់បុត្រនិងភរិយាមួយការងារទាំងឡាយដែលមិនច្របូកច្របល់មួយទាំង4នេះជាមង្គលដ៏ឧត្តមទានញ្ចៈធម្មចរិយាចៈញាតិកានញ្ចៈសង្កហោអនវិជ្ជានិកម្មមានិអេតំមង្គលមតតមាំងកិរិយាបរិច្ចាគទានមួយកិរិយាប្រព្រឹត្តនៅធម៌មួយសេចក្តីសង្គ្រោះដល់ញាតិទាំងឡាយមួយការងារទាំងឡាយដែលមិនមានទោសមួយទាំង4នេះជាមង្គលដ៏ឧត្តមអរតៃវីរតៃបាបាមច្ចបាណាចសញ្ញមោអបមាតោចធម្មមេសោអេតំមង្គលមុតតមាំងកិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវាចាបាបមួយសេចក្តីសម្រួមចាកិរិយាផឹកនៅ
ទឹកស្រវាំងមួយសេចក្តីមិនប្រមាទក្នុងធម៌ទាំងឡាយមួយទាំង3នេះជាមង្គលដ៏ឧត្តមគារវោចៈនិវាតោចៈសន្តតថៃចៈកតញ្ញុត្តាកលេនអ្នកធម្មសាវនាំងអេតំមង្គកលមតមង្គសេចក្តីគោរពចំពោះបុគ្គលដែលគួរគោរពមួយកិរិយាប្រព្រឹត្តបន្ទាបនៅខ្លួនមួយសេចក្តីត្រេកអរចំពោះរបស់ដែលមានមួយភាវៈនៃបុគ្គលអ្នកដឹងនៅឧបការៈដែលអ្នកដទៃធ្វើឲ្យដល់ខ្លួនមួយកិរិយាស្ដាប់នៅធម៌តាមការមួយទាំង5នេះជាមង្គលដ៏ឧត្តមខន្តីចាសោវចាសតាសម្មាណាណៃចតេសនាងកលែនអ្នកធម្មសាកច្ឆាអេតំមង្គលមតមង្គសេចក្តីអត់ធន់មួយភាវៈនៃបុគ្គលដែលគេប្រដៅបានដោយងាយមួយកិរិយាបានឃើញបានជួបនៅសមណៈទាំងឡាយមួយធម្មសាកច្ឆាគឺកិរិយាសន្តានាទៅវិញទៅមកនៅធម៌តាមការមួយទាំង4នេះជាមង្គលដ៏ឧត្តមតបោចៈប្រមចរិយាញ្ចៈអរិយសច្ចាអ្នកទេសនាងនពានអ្នកសច្ឆេកិរិយាចៈអេតំមង្គលមតមង្គសេចក្តីជាយាមដុតនៅបាបធម៌មួយកិរិយាប្រព្រឹត្តនៅធម៌ដ៏ប្រសើរមួយកិរិយាបានឃើញនៅអរិយសច្ចទាំងឡាយមួយកិរិយាធ្វើឲ្យជាក់ច្បាស់នៅប្រណិពានមួយទាំង4នេះជាមង្គលដ៏ឧត្តមពុទ្ធសាលោកៈធម្មេហេចិត្តតាំងយាសនៈកម្មបតេអសោកាងវេដជាងខេមੰអេតំមង្គលមតមង្គចិត្តនៃបុគ្គលឯណាដែលលោកធម៌ទាំងឡាយពណ៌ត្រូវហើយមិនរំភើបញាប់ញ័រមួយមិនមានសេចក្តីសោកមួយមានទូលីគឺរាគៈទៅប្រាស់ហើយមួយជាចិត្តសេមសានមួយទាំង4នេះជាមង្គលដ៏ឧត្តមអេតាទិសានិកត្វាអ្នកសពតធមៈបរាជតាសពតសោថឹងកៃឆន្តិតន្ទេសាងមង្គលមតតាមន្តេទេវតានិងមនុស្សទាំងឡាយធ្វើនៅមង្គលទាំងឡាយប្រកបដូច្នេះហើយជាអ្នកមិនចាលចាញ់ក្នុងទីទាំងពួងមនាទេវតាចូលអ្នកប្រកាន់ជឿថាមង្គលទាំង38ប្រការមានកិរិយាមិនសែបគប់នៅបុគ្គលពេលជាដើមនោះរបស់ទេវតានិងមនុស្សទាំងអបលនោះជាមង្គលដ៏ឧត្តម